បាទសួស្តីបងប្អូនសិស្សានុសិស្សទាំងអស់និងសួស្តីមិត្តអ្នកសិក្សាគ្រប់គ្នាបាទថ្ងៃនេះយើងមកសិក្សាតទៅនឹងប្រធានមួយទៀតគឺប្រធានទី5ដែលមានទស្សនៈមួយពោលថារឿងប្រវេសន្តរឆ្លុះបញ្ចាំងតថភាពសង្គមខ្មែរសម័យបុរាណចូលពន្យល់ដោយលើកឧទាហរណ៍ក្នុងរឿងមកបញ្ជាក់អញ្ចឹងថ្ងៃនេះយើងសិក្សាទាំងទម្រង់សិក្សាទាំងសំណេរលម្អិតបងប្អូនណាដែលមានចម្ងល់អាចសិក្សាទៅលើគម្រោងនេះបានណាសំណេរដែលយើងអាចសរសេរទៅបានល្អតើយើងអានប្រធានវាយល់ណាអានប្រធានវាយល់តើប្រធាននេះគេចង់ឲ្យយើងនិយាយពីអីណាបើយើងអានប្រធាននឹងអត់យល់ទេយើងសរសេរអត់វាទៅជាចាក់ប្រធានទៅជាអីណាអញ្ចឹងមុននឹងធ្វើត្រូវអានវាយល់អានឲ្យយល់អញ្ចឹងយើងមើលមកសិក្សាទៅគម្រោងតែម្ដងនៅក្នុងផ្ដើមសេចក្តីមាន3ចំណុចហ្នឹងគឺមានលំនាំបញ្ហាចំណូលនិងចំណោទចំពោះលំនាំបញ្ហាយើងសរសេរពីបញ្ហាទូទៅរបស់ប្រធានហ្នឹងណាសរសេរបញ្ហាទូទៅរបស់ប្រធានហ្នឹងអញ្ចឹងយើងមើលទៅនៅក្នុងនេះលំនាំបញ្ហាថាគ្រប់ស្នាដៃអក្សរសិល្ប៍ទាំងអស់មិនថាស្នាដៃនោះស្ថិតក្នុងប្រភេទណាក៏ដោយតែបានលើកយកបញ្ហារបស់សង្គមទៅតាមសម័យកាលនីមួយៗមកបង្ហាញនឹងបង្ហាញមិនញ៉ណាបង្ហាញនេះគឺជាលំនាំបញ្ហាដែលវាតកតងទៅនឹងប្រធាននឹងដែរដោយសារថាប្រធានជាស្ថិតនៅក្នុងស្នាដៃអក្សរសិល្ប៍ជាអក្សរសិល្ប៍យ៉ាងគេនិយាយទៅនឹងអក្សរសិល្ប៍ចឹងមកថាក្នុងលំនាំបញ្ហាហ្នឹងយើងត្រូវអានប្រធានយល់ទៅគេចង់បង្ហាញមិនហើយយើងនិយាយឲ្យតកតងទៅនឹងប្រធានហ្នឹងកុំឲ្យចាក់ប្រធានចំពោះចំណូលបញ្ហាវាអត់មានបញ្ហាជាចោលទេយើងគ្រាន់តែសរសេរ clear មួយសម្រាប់ទាញនៅប្រធានចូលតែម្ដងអញ្ចឹងដោយជាច្រើនគឺអាស្រ័យហេតុនេះទើបហើយទើបមានទស្សនៈមួយយល់ថារឿងប្រវេសន្តរឆ្លុះបញ្ចាំងទស្សនវិជ្ជាសង្គមខ្មែរសម័យបុរាណនឹងគឺយើងទាញទាំងដល់ហ្មងណានៅក្នុងលំនាំចំណូលបញ្ហាគឺយើងយកប្រធានទាំងដល់ចូលតែម្ដងrồi ហើយយើងចោលចំណោទចំពោះចំណោទបញ្ហាយើងចោលសួរតាមបែបប្រធានពន្យល់ណាអូខេកុំឲ្យចោលសួរតាមបែបប្រធានទៅជាប្រធានភាសាអីវិញប្រធានបែបពន្យល់ណាតើទស្សនៈខាងលើនេះមានអត្ថន័យដូចម្ដេចណាហ្នឹងគឺជាប្រធានបែបពន្យល់ហើយយើងសួរលក្ខណៈអញ្ចឹងព្រោះវាជាចម្លើយមួយជាសំណួរមួយដែលទាញទៅរកយើងទៅរកនៅចម្លើយណាមួយដែលយើងបង្ហាញដោយការបកស្រាយrồi ហើយយើងចូលដល់ចំណុចទី2គឺតួសេចក្តីណាតួសេចក្តីនេះគឺវាមាន clear ជាប់សេចក្តីណាមានពន្យល់ពាក្យគន្លឹះពន្យល់នៃប្រធានបកស្រាយប្រធានណាក្នុងបកស្រាយប្រធានវាមានគំនិតសំខាន់មានឧទាហរណ៍ហ្នឹងណាឥឡូវយើងមើលនៅក្នុងclear ជាប់សេចក្តីណាដើម្បីបកស្រាយទស្សនៈប្រធានឲ្យកាន់តែស៊ីជម្រៅនិងក្បោះក្បាយយើងក៏បីស្វែងយល់នៃពាក្យគន្លឹះជាមុនសិនណាពាក្យគន្លឹះជាមុនសិនអញ្ចឹង clear ហ្នឹងគឺជា clear ភ្ជាប់សេចក្តីសម្រាប់ភ្ជាប់ពីផ្ដើមមកពន្យល់ពាក្យគន្លឹះណាផ្ដើមមកពន្យល់ពាក្យគន្លឹះចូលពន្យល់ពាក្យឬក៏ពន្យល់ពាក្យគន្លឹះហ្នឹងគេពន្យល់ទៅនឹងពាក្យថាអក្សរសិល្ប៍ណាពន្យល់ពាក្យថាឆ្លុះបញ្ចាំងឬពាក្យតថភាពចឹងអក្សរសិល្ប៍ក្នុងនេះគឺគេថាគឺជាកម្រងអត្ថបទរឿងទាំងឡាយដែលអ្នកនិពន្ធបានតាក់តែងឡើងដោយបញ្ចូលសិលវិធីដើម្បីតាក់ទាញអ្នកអានអ្នកស្ដាប់ឲ្យចូលចិត្តអារម្មណ៍ចំពោះការពន្យល់នេះយើងមិនចាំបាច់ប្រើថ្នាក់ពាក្យអីទេមិនបាច់ថ្នាក់ពាក្យទេឆ្លុះបញ្ចាំងគឺសំដែងឬបង្ហាញឲ្យឃើញច្បាស់វាអ្វីមួយណាជាអត្ថន័យនៃពាក្យឆ្លុះបញ្ចាំងតថភាពចំពោះតថភាពគឺភាពពិតជាក់ស្ដែងដែលមាននៅក្នុងសង្គមណាតថភាពគេពន្យល់ប៉ុណ្ណឹងអញ្ចឹងយើងអាចពន្យល់ទៅហ្នឹងឥឡូវយើងមើលនៅក្នុងពន្យល់នៃប្រធានអញ្ចឹងតាមអត្ថន័យប្រធានចង់បង្ហាញថារឿងប្រវេសន្តរបានសម្ដែងបង្ហាញណាឲ្យឃើញពីភាពពិតជាក់ស្ដែងដែលកើតមាននៅក្នុងសង្គមតាំងពីសម័យបុរាណម្ល៉េះដើម្បីឲ្យអ្នកសិក្សាចេះដកស្រង់យកបទពិសោធន៍ល្អៗទុកជាមេរៀនសម្រាប់បច្ចុប្បន្នកាលហ្នឹងគឺជាការពន្យល់នៃប្រធានពន្យល់នៃប្រធានបន្ទាប់មកយើងចូលដល់ការបកស្រាយណាការបកស្រាយប្រធានរឿងប្រវេសន្តរវាឆ្លុះបញ្ចាំងពីទស្សនវិជ្ជាសង្គមខ្មែរសម័យបុរាណដោយសារដំណើររឿងបានបង្ហាញពីទស្សនវិជ្ជាសង្គមខ្មែរសម័យបុរាណដោយសារដំណើររឿងបានបង្ហាញពីណាអញ្ចឹងនៅក្នុងនេះវាមិនមែនជាសំណេរគឺវាជាគម្រោងអញ្ចឹងវាបង្ហាញពីគំនិតសំខាន់ទី1គឺរបបគ្រប់គ្រងទី2គឺបង្ហាញពីលទ្ធិប្រជាធិបតេយ្យណា3គឺការដាក់ទានណាផ្នត់គំនិតចំពោះរបបគ្រប់គ្រងគឺបង្ហាញថានៅក្នុងហ្នឹងគឺបង្ហាញពីការកាន់របបរាជានិយមមានបរិជាណាហើយក៏វាឆ្លុះបញ្ចាំងពីសម័យកាលដែលខ្មែរយើងធម្មតាប្រទេសខ្មែរយើងគឺជាប្រទេសដែលមានបរិជាគ្រប់គ្រងណា
แต่ก็ថាលោកមិនកាន់អំណាចលោកជាអ្នកជាមនុស្សណា លទ្ធិប្រជាធិបតេយ្យយកមតិរាស្ត្រជាធំដូចជាប្របាទសេនជ័យគោរពតាមសំណូមពររាស្ត្រសុខចិត្តបណ្ដេញព្រះរាជបុត្រណាវេស្សន្តរចេញពីនគរហ្នឹងគឺបង្ហាញពីរបបលទ្ធិប្រជាធិបតេយ្យការដាក់ទានណាបញ្ជាក់ពីសប្បុរសធម៌ចេះជួយគ្នាទៅវិញទៅមកមានសាមគ្គីភាពជាពិសេសឥតមានការរើសអើងវណ្ណៈជាសាសដូចជាវេស្សន្តរដាក់ទានតម្រៃឲ្យអ្នកស្រុកនគរអ្នកស្រុកកលង្រេសសេខុសខ្លះណាក្នុងហ្នឹង ទីពីរគឺផ្នត់គំនិតណាផ្នត់គំនិតមួយគឺបង្ហាញពីការគោរពពាក្យសច្ចៈដូចជាប្រវេសន្តរថាដាក់ទានត្រូវតែធ្វើឲ្យបានណាអញ្ចឹងសភៅនេះគឺជាការរៀបរៀងឲ្យផ្នែកមជ្ឈមសិក្សាទុតិយភូមិឥឡូវយើងមកចំណុចមួយទៀតដែលជានេះគឺជំនឿសាសនាការជឿលើបុណ្យបាបកម្មផលការបួសប្រពៃណីទំនៀមទម្លាប់ការពិស័យគ្រងរាជអភិសេករបស់ប្រវេសន្តរនិងព្រះនាងមត្រី ការសិក្សាអប់រំជាការសិក្សាធម៌វិន័យរបស់ព្រះវេស្សន្តរនៅក្នុងព្រៃគិរីវង្គតចំពោះនៅក្នុងទាំងអស់ហ្នឹងគឺជាគំនិតសំខាន់ណាគំនិតសំខាន់ដែលយើងសរសេរថាគួរនឹងសរសេរអីខ្លះនៅក្នុងហ្នឹងបន្ទាប់មកយើងត្រូវមានសរុបមតិមួយណាកុំភ្លេចចំពោះនៅអសេរតែសេចក្តីត្រូវតែមានណាការសរុបមតិហ្នឹងឯងណាសរុបមតិនៅក្នុងសំណេរបែបពន្យល់គឺសរុបមតិតែមួយទេណាអត់ច្រើនដូចសរុបមតិនៅក្នុងចំណែកវិភាសាអីទេណាសរុបមតិគឺសរុបសេចក្តីមករឿងវេស្សន្តរជាស្នាដៃអក្សរសិល្ប៍កើតតាំងពីសម័យបុរាណឆ្លុះបញ្ចាំងពីទស្សនវិជ្ជាពិតនៅសម័យបុរាណតែហាក់ដូចជាបង្ហាញពីទស្សនវិជ្ជាសម័យបច្ចុប្បន្នបានយ៉ាងល្អដំណើររឿងបានរួមវិភាគទានយ៉ាងសំខាន់ក្នុងការបណ្ដុះពុទ្ធិដល់អ្នកសិក្សាចំពោះសេចក្តីបញ្ចប់វិញយើងមានពីរចំណុចធំណាដែលគ្រូតែងតែប្រាប់ទីមួយគឺវាយតម្លៃប្រធានណាតែវាតម្លៃប្រធានវាថាប្រធានហ្នឹងមានន័យយ៉ាងម៉េចមានកម្រិតអប់រំយ៉ាងម៉េចវាល្អអត់វាតម្លៃប្រធានណាទស្សនៈពិតជាមានអត្ថន័យជ្រាលជ្រៅណានឹងបង្ហាញទៅប្រធាននេះយ៉ាងម៉េចចំពោះមតិផ្ទាល់ខ្លួនយើងអាចដូចនេះក្នុងនាមជាអ្នកសិក្សាព្រោះតែតែបញ្ជាក់ឲ្យកុំប្រើពាក្យខ្ញុំនៅក្នុងហ្នឹងតែកុំប្រើពាក្យខ្ញុំអីឥឡូវយើងមើលមកសំណេរលម្អិតរបស់គេវិញនេះសំណេរលម្អិតណានឹងយើងអាចមើលទៅរបៀបសរសេររបស់គេគ្រប់ស្នាដៃអក្សរសិល្ប៍ទាំងអស់ណាមិនថាតែស្នាដៃនោះស្ថិតក្នុងប្រភេទណាក៏ដោយគឺសុទ្ធតែបង្ហាញពីភាពពិតជាក់ស្ដែងដែលតែងតែកើតមានឡើងក្នុងសង្គមសម័យកាលនីមួយៗមកលាតត្រដាងយ៉ាងច្បាស់ក្នុងនោះព្រះរឿងប្រវេស្សន្តរណាក៏បានលើកយកភាពពិតនៃសង្គមសម័យបុរាណមកលាតត្រដាងយ៉ាងច្បាស់ដែរណាច្បាស់ផងដែរអញ្ចឹងពីចំណុចហ្នឹងរហូតមកដល់ចំណុចហ្នឹងគឺជាលំនាំបញ្ហាអញ្ចឹងយើងនិយាយតកតងដោយសារវាជាស្នាដៃអក្សរសិល្ប៍អញ្ចឹងយើងតកតងនឹងស្នាដៃអក្សរសិល្ប៍យើងបង្ហាញធម្មតាស្នាដៃអក្សរសិល្ប៍ហ្នឹងតនេះគ្រូអក្សរសិល្ប៍ណាគឺមិនមែនតែសិល្ប៍ទេគ្រប់ស្នាដៃអក្សរសិល្ប៍ហ្នឹងគេភ្លេចអាស្រ័យហេតុនេះហើយទើបមានទស្សនៈមួយពោលថារឿងប្រវេស្សន្តរឆ្លុះបញ្ចាំងពីទស្សនវិជ្ជាសង្គមខ្មែរសម័យបុរាណហ្នឹងគឺទីហ្នឹងមករហូតដល់នេះគឺចំណូលបញ្ហាចំណត់បញ្ហាជាងចៅសួរតើបែបបញ្យល់តើទស្សនៈខាងលើនេះខាងលើមានអត្ថន័យយ៉ាងដូចម្តេចខ្លះអញ្ចឹងនៅក្នុងចំណោទបញ្ហានេះយើងចុះដល់មកតតមកណាពេលខ្លះយើងអ្នកខ្លះគេសរសេរអត់ចុះដល់មកតតក៏មិនបញ្ហាដែរប៉ុន្តែជាទូទៅណាសប្តាហ៍នេះគេប្រើគេចុះដល់មកតតណាយើងចុះដល់មកតតទៅចំពោះនៅក្នុងតួសេចក្តីយើងចាប់ផ្ដើមពីឃ្លាភ្ជាប់សេចក្តីមកដើម្បីបកស្រាយទស្សនៈប្រធានខាងលើឲ្យកាន់តែក្បោះក្បាយនិងស៊ីជម្រៅយើងក៏បីស្វែងយល់នៃពាក្យកន្លឹះជាមុនសិនពាក្យនោះគឺអក្សរសិល្ប៍គឺជាកម្រងអត្ថបទណាគឺជាកម្រងអត្ថបទដែលអ្នកនិពន្ធបានតាក់តែងឡើងហើយបញ្ចូលនៅសិលវិធីដើម្បីតាក់ទាញអ្នកអាននិងអ្នកស្ដាប់មានការជក់ចិត្តដិតអារម្មណ៍រីឯពាក្យហ្នឹងគឺយើងចេះប្រើអញ្ចឹងនៅពេលដំបូងយើងប្រើពាក្យនោះគឺនៃចង្អែតប្រើហ្នឹងដល់ពេលមួយពាក្យបន្ទាប់ទៀតយើងរីឯពាក្យឆ្លោះបញ្ចាំងគឺសំដែងបង្ហាញឲ្យឃើញច្បាស់អ្វីមួយណាចំណែកឯពាក្យណាចំណែកពាក្យនេះគឺប្រើកុំឲ្យច្រំដែលគ្នាគេប្រើពាក្យថាឃ្លាផ្សេងដែលបង្ហាញយ៉ាងដែរចំណែកពាក្យតថភាពគឺភាពពិតជាក់ស្ដែងមាននៅក្នុងសង្គមណា
តាមអត្ថន័យរបស់ប្រធានចង់បង្ហាញថារឿងប្រវេសន្តរសម្ដែងបង្ហាញឲ្យឃើញពីការពិតជាក់ស្ដែងដែលកើតសម្ដេចខាននេះណាសម្ដេចខាននេះជាក់ស្ដែងដែលកើតឡើងនៅក្នុងសង្គមតាំងពីសម័យបុរាណដើម្បីឲ្យអ្នកសិក្សាដកស្រង់យកបទពិសោធន៍ល្អៗទុកជាមេរៀនសម្រាប់បច្ចុប្បន្នកាលនេះគឺជាការពន្យល់នៃប្រធានពន្យល់នៃប្រធានrồiឲ្យចូលដល់ការបកស្រាយណាជាការពិតរឿងប្រវេសន្តរបានឆ្លុះបញ្ចាំងពីទស្សនវិជ្ជាសង្គមសម័យបុរាណបានយ៉ាងច្បាស់មានន័យថារឿងនេះបានលើកយកភាពពិតជាក់ស្ដែងសម័យមុនមកលាតត្រដាងយ៉ាងច្បាស់ក្នុងដំណើររឿងដំណើរទាំងមូលដំណើររឿងណាគេសេរៀងខ្វះខាតច្រើនដែរដំណើររឿងបើនិយាយពីរឿងប្រវេសន្តរឆ្លុះបញ្ចាំងតថភាពសង្គមសម័យបុរាណឲ្យឃើញពីរបបគ្រប់គ្រងពីលទ្ធិប្រជាធិបតេយ្យការដាក់ទានផ្នត់គំនិតជំនឿសាសនាប្រពៃណីទំនៀមទម្លាប់សេដ្ឋកិច្ចនិងការសិក្សាអប់រំជាដើមអានេះគឺយើងយកគំនិតសំខាន់ដែលយើងគួរនិយាយយកមកដាក់ក្នុងល្បះនឹងមួយហើយបន្ទាប់មកយើងចាប់ដើមរង្គាយសេចក្តីនៅឃ្លានីមួយៗនៅក្នុងការបកស្រាយបន្ថែមទៀតរបបគ្រប់គ្រងនៅក្នុងរឿងវេសន្តរគឺការប្រកាន់យករបបរាជានិយមការឲ្យតម្លៃទៅលើស្ដេចជាធំដូចជានគរត្រូវគ្រប់គ្រងដោយព្រះរាជាស្រីសញ្ជ័យក៏ដូចជាព្រះវេសន្តរប្រជារាស្ត្ររស់នៅមានសេចក្តីសុខចំណែកលទ្ធិប្រជាធិបតេយ្យក៏បានបង្ហាញយ៉ាងច្បាស់ក្នុងដំណើររឿងដែរគឺសម័យនោះគេប្រកាន់យកគំនិតរាស្ត្រជាធំដោយព្រះបាទស្រីសញ្ជ័យគោរពតាមសំណូមពររាស្ត្រសុខចិត្តបណ្ដេញព្រះរាជបុត្រវេសន្តរចេញពីនគរជាងនេះទៅទៀតណាថ្ងៃវីដេអូមុនគ្រូបានបញ្ជាក់ទៅនឹងការចេះប្រើពាក្យនៅដើម្បីភ្ជាប់ពីល្បះមួយទៅល្បះមួយណាជាងនេះទៀតដំណើររឿងក៏បានឆ្លុះបញ្ចាំងឲ្យឃើញពីការដាក់ទានរបស់ព្រះវេស្សន្តរដែលបញ្ជាក់ពីអំពើសប្បុរសធម៌ចេះជួយគ្នាទៅវិញទៅមកប្រកបដោយសាមគ្គីភាពជាពិសេសគឺឥតមានការរើសអើងវណ្ណៈជាតិសាសន៍ដូចជាព្រះវេស្សន្តរដាក់ទានដល់ស្មូមក្រីក្រទូទៅព្រះអង្គដាក់ដំរីបច្ច័យនិកេនទៅឲ្យអ្នកស្រុកកលង្ករាសណាដែលជាអ្នកស្រុកផ្សេងក្រៅពីរាជក្នុងនគររបស់ព្រះអង្គលើសពីនេះទៀតណានេះគេប្រើពាក្យជាងនេះទៀតនេះក្នុងនេះគេប្រើលើសពីនេះទៀតហ្នឹងឃ្លាទាំងអស់ហ្នឹងយើងគួរចេះប្រើណារឿងព្រះវេស្សន្តរបានបង្ហាញពីផ្នត់គំនិតរបស់ខ្មែរសម័យបុរាណដែលនិយមឲ្យតម្លៃទៅលើពាក្យពិតសច្ចៈជាមូលដ្ឋានដូចជាព្រះអង្គប្រកាសថាត្រូវធ្វើទានបរិច្ចាគព្រះអង្គធ្វើបានមែនណាសេខុសទៀតហើយរួមមានទាំងធនធានបុត្រនិងភរិយាជាដើមឯអ្នកជំនឿសាសនាគឺគេគោរពជឿលើបុណ្យបាបកម្មផលដូចជាជូជកធ្វើអាក្រក់ធ្វើបាបជលីគ្រឹស្នាមានចិត្តលោភលន់ជាបច្ច័យនាំឲ្យគាត់ហូបអាហាររហូតដល់ហល់បែកពោះស្លាប់យ៉ាងវេទនាគឺជំនឿទៅលើបុណ្យបាបណាជំនឿលើការបួសសន្សំកុសលនាំឲ្យឆ្ពោះទៅទីបរមសុខដូចជាព្រះវេស្សន្តរចេញបួសសន្សំបារមីនាំទៅកើតឋានទសទេវលោកក្នុងនោះដែរប្រពៃណីទំនៀមទម្លាប់ក៏ឆ្លុះបញ្ចាំងក្នុងដំណើររឿងព្រះវេស្សន្តរដូចជាប្រពៃណីអភិសេកក្រុងរាជនិងការអភិសេករៀបការរវាងព្រះវេស្សន្តរនិងនាងមទ្រីក្រៅពីនេះវិស័យសេដ្ឋកិច្ចក៏បានរំលេចឲ្យឃើញយ៉ាងច្បាស់ផងដែរដូចជាការធ្វើកសិកម្មធ្វើស្រែចម្ការជាក់ស្ដែងអ្នកស្រុកកលង្ករាសជួបប្រទះទុរភិក្សរាំងស្ងួតខ្វះទឹកធ្វើស្រែទើបមកសុំដំរីព្រះអង្គវេស្សន្តរដើម្បីឲ្យមានភ្លៀងធ្លាក់អាចបង្កើនផលធ្វើស្រែចម្ការបានក្រៅពីកសិកម្មក៏មានការធ្វើជំនួញផងដែរដូចជាព្រះវេស្សន្តរផ្ដាំជូជកបើចង់យកបុត្រទៅដោះដូរយកប្រាក់សុំឲ្យទៅរកត្រកូលគ្រួសារណាដែលជាអ្នកទូធាក្នុងនោះទៀតសោតណាការសិក្សាអប់រំក៏អ្នកនិពន្ធឆ្លុះបញ្ចាំងឲ្យឃើញច្បាស់ដែលតាមរយៈការសិក្សាទៅលើធម៌វិន័យការចេញបួសរបស់ព្រះវេស្សន្តរនៅក្នុងព្រៃគិរីបង្គត់ឥឡូវយើងបានបកស្រាយរាល់គំនិតសំខាន់ដែលយើងបានបង្ហាញនៅក្នុងឃ្លាខាងដើមនេះណាឃ្លាខាងដើមនេះល្បះខាងដើមនេះដែលយើងបង្ហាញពីផ្នត់គំនិតមានបបក្រងលទ្ធិប្រជាធិបតេយ្យការដាក់ទានផ្នត់គំនិតជាមួយសាសនាជាដើមហ្នឹងគឺយើងបកស្រាយអស់ហើយឥឡូវយើងចូលដល់សរុបសេចក្តីសរុបស្អីមករឿងព្រះវេស្សន្តរជាស្នាដៃអក្សរសិល្ប៍កើតតាំងពីសម័យបុរាណឆ្លុះបញ្ចាំងពីទស្សនវិជ្ជាពិតនៅសម័យបុរាណតែហាក់ដូចជាឆ្លោះ
ពីទស្សនវិជ្ជាសម័យបច្ចុប្បន្នយ៉ាងល្អដំណើររឿងបានរួមភាគទានយ៉ាងសំខាន់ការបណ្ដុះពុទ្ធិដល់អ្នកសិក្សាអានេះគឺជាការនិយាយសរុបដោយខ្លីទៅនឹងអ្វីដែលយើងបានបកស្រាយនៅក្នុងតួសេចក្តីព្រោះហើយយើងចូលដល់សេចក្តីបញ្ចប់ដែលយើងបានបញ្ជាក់ថាមានមានវិតម្លៃវិធាននិងអតិតខ្លួនឆ្លងតាមការបកស្រាយយ៉ាងលម្អិតនៅគំនិតប្រធានខាងលើយើងអាចវិតម្លៃបានថាគំនិតប្រធានពិតជាមានអត្ថន័យល្អជ្រាលជ្រៅនិងបង្កប់ខ្លឹមសារអប់រំដល់អ្នកសិក្សាស្នាដៃអក្សរសិល្ប៍ខ្មែរទាំងឡាយឲ្យបានដឹងបានឃើញពីទស្សនវិជ្ជាសង្គមសម័យកាលដែលតាំងពីបុរាណសំណេរទាំងអស់នេះអត់វាមានការឆ្គាំឆ្គងណាអ្នកសេតើមានភាពល្អយើងអាចកែតម្រូវខ្លះទៅជាពិសេសរឿងប្រវេសណ្ដោះដែលមានតម្លៃពិសេសក្នុងរឿងអក្សរសិល្ប៍ជាតិដូចនេះក្នុងនាមជាអ្នកសិក្សាត្រូវព្យាយាមរៀនសូត្រយកចិត្តទុកដាក់លើការសិក្សាវិភាគគ្រប់អត្ថបទជាពិសេសគឺស្នាដៃអក្សរសិល្ប៍ខ្មែរដើម្បីបានដឹងនិងថែរក្សាឲ្យស្ថិតថេរគង់វង្សជាដរាបណាដរាបបាទបយើងមានខ្វះច្រើនដែរតែអត់អីទេយើងខ្វះយើងអាចមើលទៅយើងអាចដឹងយើងអាចកែទៅតាមទៀតអូខេមានតែប៉ុណ្្នឹងទេដែលយើងសិក្សាពីគម្រោងហើយនឹងសំណេរលម្អិតទៅទៅនឹងអត្ថប្រធានដែលបានលើកឡើងថារឿងប្រវេសណ្ដោះឆ្លុះបញ្ចាំងពីទស្សនវិជ្ជាសង្គមសម័យបុរាណហៅថាសង្គមខ្មែរឬសង្គមសម័យបុរាណបាទអរគុណនិងសូមជម្រាបលា